កុំគិតតែធ្វើការរហូតដល់ភ្លេចបង្កើត Personal Branding ហេតុអ្វីត្រូវមាន Personal Branding សម្រាប់ខ្ញុំផ្ទាល់សូមលើកហេតុផលមួយចំណុចមកនិយាយនោះគឺតើក្រុមហ៊ុនទាំងអស់នោះហ៊ានយកយើងមកធ្វើជាបុគ្គលិកដែរឬអត់នៅពេលដែលគេមិនស្គាល់អំពីយើងច្បាស់ឧទាហរណ៍បន្ថែមសូមមើលរូបភាពមួយសន្លឹកនេះមិនថាអ្នកទាំងអស់គ្នាកំពុងតែធ្វើការផ្នែកអ្វីនៅក្រុមហ៊ុនណានោះទេការបង្ហាញនូវបុគ្គលិកលក្ខណៈគុណតម្លៃជំនាញបទពិសោធន៍វាពិតជាមានសារៈសំខាន់ណាស់ក្នុងអាជីពរបស់អ្នកក្នុងការចាប់ផ្ដើមបង្កើត Personal Branding ទី1យល់ច្បាស់អំពីគោលដៅនិងអាជីពរបស់អ្នកទី2ចែករំលែកនូវចំណេះជំនាញនៃអាជីពរបស់អ្នកដោយបង្កើននូវមាតិកានៃជំនាញរបស់អ្នកហើយផ្សព្វផ្សាយលើបណ្ដាញសង្គមដើម្បីឲ្យគេស្គាល់អ្នកកាន់តែច្រើនទី3បង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនព្យាយាមបង្ហាញទំនុកចិត្តចែករំលែកបទពិសោធន៍និងអ្វីដែលអ្នកបានជួបទី4ការជ្រើសរើសប្រភេទបណ្ដាញសង្គមឲ្យស័ក្តិសមទៅនឹងគោលដៅរបស់អ្នកគឺពិតជាសំខាន់ដូចជា LinkedIn Facebook និង TikTok ចំណុចសំខាន់ចុងក្រោយគឺការបន្តដំណើរនៃគោលដៅរបស់អ្នកការមានទំនុកចិត្តលើខ្លួនឯងនិងរីករាយអ្វីដែលអ្នកបានធ្វើសូមអរគុណជួបគ្នាវីដេអូបន្ទាប់